សកម្មភាពខ្លះៗរបស់ខ្ញុំពេលល្ងាចចេញពីធ្វើការមកបងប្អូនមកតាមដានជាមួយខ្ញុំទាំងអស់គ្នាចេញពីធ្វើការថ្ងៃនេះអត់ស្នុកខ្លួនទេមានអារម្មណ៍ថាចង់ទៅរត់ឲ្យបែកញើសម្ដងមើលពួកអីខានហាត់ប្រាណនៅក្រៅយូរហើយមករយៈហ្នឹងគឺខ្ញុំអត់សូវបានទៅហាត់ប្រាណនៅក្រៅទេពីច្រើនហាត់យូហ្គានៅផ្ទះតិចតួចអញ្ចឹងថ្ងៃនេះក៏មកចង់បដូរបរិយាកាសទៅហាត់នៅក្រៅម្ដងចេញទៅហាត់ប្រាណអញ្ចឹងគឺខ្ញុំជួយចិត្តស្លៀកអីដោយស្លាស់ខ្លួនលើកសយផុតមកសម្រាប់ការហាត់ប្រាណរបស់ខ្ញុំវិញមានអាផ្សេងប៉ុន្តែមានអារម្មណ៍ថាអត់ចង់ពាក់សោះចង់ពាក់តែអាវនៅអាវហ្នឹងពេលយើងដើរពេលយើងអីទៅមានអារម្មណ៍ថាឡងស្រួលខ្លួនហ្មងនឹងចេញទៅរត់ទៅដើរហ្នឹងគឺខ្ញុំចាប់ដាំហាត់តិចនៅតាមផ្លូវនឹងបងប្អូនហើយស្រីជួបប្រុសខ្ញុំទៅធ្វើវីដេអូហ្នឹងដើម្បីចែកបងប្អូនមើលអញ្ចឹងណាហើយយើងត្រូវថតរហូតគាត់គិតថាខ្ញុំថតគាត់ខំឡងអៀនបងចេះតែគិតវែងឆ្ងាយគេថតតែគេសោះហ្នឹងចេញពីផ្ទះរត់តាំងពីអូឡ িম্প ិកទៅដល់វិមានឯករាជ្យបងប្អូនហើយរៀងឆ្ងាយដែរមិនរត់រហូតទេណាបងប្អូនខ្ញុំដើរផងរត់ផងអញ្ចឹងទៅតែពីច្រើនគឺខ្ញុំដើរជាងបានមើលលិចមើលកើអញ្ចឹងទៅសុបាយភ្នែកដើរចិត្តដល់វិមានឯករាជ្យក៏នឹកឃើញថាចង់ទៅម្ដុំបាសាក់ឡែនទៅរកដកលុយឃើញចំណៃចំណុកតាមផ្លូវអីយើងមានលុយតាមខ្លួនស្រាប់ហើយបានមើលគេមើលឯងផងលំហែគូក្បាលយើងអញ្ចឹងណាមិនដឹងថាថ្ងៃនេះខ្ញុំមកហាត់ប្រាណឬមួយមកហូបទេបងប្អូនហើយនេះដកលុយបាន50000ខ្ញុំថាអីចេះខំបងប្អូនដើរឃើញសាច់គោអាំងមកកន្លែងនេះដើរហួស4 5ជាហ៊ានហើយស្រាប់តែដើរបកមកវិញខ្មាស់អ្នកលក់និយាយមែនព្រោះអីខ្លួនឯងស្លៀកខោកៃឡាឡងហំហានស្រាប់តែមកអង្គុយកំងសាច់គោអាំងពី3ចកតែអីទេចេញពីធ្វើការតបានហូបអីផងអញ្ចឹងនេះគឺជាអាហារសម្រន់របស់ខ្ញុំតែនិយាយលួងខ្លួនឯងទៅបងប្អូនហើយព្រោះអីមានអារម្មណ៍ថាឲ្យតែហាត់ប្រាណលើកណាក៏ដោយតែតែហូបអីតាមផ្លូវអីហើយណាមួយខ្ញុំធ្លាប់ហូបសាច់គោអាំងកន្លែងគាត់រៀងទូចមែនប៉ុន្តែគាត់ធ្វើសាច់គោអាំងឆ្ងាញ់មែនទែនបងប្អូនពិសេសជ្រក់គាត់ធ្វើត្រូវរសជាតិហើយគាត់មានខ្ទឹមជ្រក់ជាមួយម្ទេសទៀតពេលដាក់ជាមួយសាច់គោអាំងហ្នឹងទៅនឹងឆ្ងាញ់បន្ទាប់ពីហូបហើយខ្ញុំចាប់ផ្ដើមបន្តដំណើរទៅវិមានឯករាជ្យទៀតដើម្បីរត់បាន 4-5 ជុំហើយទៅផ្ទះមេឃហ្នឹងក៏អំណោយផលទៀតរត់បានប្រហែលជា 4-5 ជុំស្រាប់តែមេឃចាប់ផ្ដើមអលឹមតិចអញ្ចឹងក៏ខ្ញុំទៅផ្ទះបដ ாய் ទៅអស់ផ្ទះភ្លាមចាប់ផ្ដើមឆុងជាមួយតែហើយនឹងទឹកឃ្មុំសកម្មភាពពេលល្ងាចរបស់ខ្ញុំថ្ងៃនេះរៀងឈៀលព្រោះអីចេញពីហាត់ប្រាណមកមានអារម្មណ៍ល្អមែនតើបងប្អូនហើយអាបែកញើសហ្នឹងក៏បែកទៅគឺខ្ញុំចូលចិត្តអារម្មណ៍ពេលបន្ទាប់ពីហាត់ប្រាណណាគឺអារម្មណ៍ស្រស់ស្រាយហ្មងរៀងហត់បន្តិចមែនប៉ុន្តែមានអារម្មណ៍ថាដូចស្លាក់ខ្លួនហើយរៀងស្វាហាប់ជាងមុនមកដល់ផ្ទះភ្លាមគឺខ្ញុំឆុងទឹកតែមួយកែវចោលហើយចាប់ផ្ដើមរៀបចំធ្វើម្ហូបមកថ្ងៃនេះបែបងាយហើយអត់មានអីច្រើនទេខ្ញុំធ្វើ sandwich ហើយមានប៉េងប៉ោះមានត្រីសាម៉ិនហើយនឹងទឹក mayonnaise ហើយនឹងសាឡាត់ខ្លះអត់សូវឃ្លានមែនទេដោយសារពេលទៅហាត់ប្រាណហ្នឹងសាច់គោអស់3ចក្កបាត់ហើយអញ្ចឹងធ្វើម្ហូបណាដែលអត់សូវច្រើនហើយលឿនតែខ្ញុំអត់មានម៉ាស៊ីនអាំងនំប៉័ងអញ្ចឹងខ្ញុំប្រើខ្ទះយើងដាក់ភ្លើងតិចទៅយើងអាំងដើម្បីឲ្យវាហូបទៅស្រួយហើយបន្លែសម្រាប់ sandwich របស់ខ្ញុំគឺខ្ញុំមានប៉េងប៉ោះត្រីសាម៉ិនចៀននេះហើយនឹងសាឡាត់ហើយត្រីសាម៉ិនគឺខ្ញុំអត់ដាក់ទាំងអស់ទេខ្ញុំដាក់តែពាក់កណ្ដាលហើយមុននឹងដាក់ហ្នឹងគឺខ្ញុំចាប់ផ្ដើមច្បល់ចូលគ្នាដាក់នៅលើ sandwich យើងហ្នឹងហើយសម្រាប់ sandwich គឺខ្ញុំអត់ recommend ឲ្យបងប្អូនធ្វើតាមអញ្ចឹងទេព្រោះអីគឺអត់សូវមានរសជាតិទេបងប្អូនគឺសាបស្លែមហ្មងដោយសារតែរាល់ថ្ងៃនេះគឺព្យាយាមហូបអីដាក់សូវដាក់គ្រឿងច្រើនតែពេលខ្លះខ្ញុំហូបបុកល្ហុងហូបអីដូចតែគ្នាបងប្អូនតែចេះតែព្យាយាមទៅណាហូបបន្លែណាដែលមានវីតាមីនច្រើនដូចជាប៉េងប៉ោះអីចឹងទៅបន្ទាប់ពីហូបហើយបានប្រហែលជាកន្លះម៉ោងចាប់ផ្ដើមងូតទឹកមិនអីចេញហើយមុខដោះថ្មិញដើម្បីរៀបចូលគេងបងប្អូនផ្លូវនេះគឺខ្ញុំឆាប់ល្ងុយមែនតែនប្រហែលជាម៉ោង9ម៉ោង10គឺចាប់ផ្ដើមល្ងុយដេកហើយមុននឹងចូលគេងក៏ឈ្នាតរៀបកវលរៀបអីដាក់នៅក្នុងប្រអប់នេះនិយាយទៅស្រឡាញ់មែនតើបងប្អូនអើយប្រអប់នេះសាច់កាំញ៉ៃពេលយើងស្ទាបទៅឡងតុនហើយកវលនេះមិនមែនផ្លាក់ទីនមីអីទេណាបងប្អូនសិតតែកន្លែងទាំងអស់ហើយភាគច្រើនកវលខ្ញុំមកពាក់គឺបាត់ម្ខាងទាំងអស់អញ្ចឹងបើរៀបចំត្រឹមត្រូវទេសង្ស័យបាត់រាល់ថ្ងៃហ្មងពេលរៀបអញ្ចឹងឃើញស្អាតអត់បងប្អូនមានអារម្មណ៍ថារៀងមានសណ្ដាប់ធ្នាប់ជាងមុនច្រើនសកម្មភាពពេលល្ងាចរបស់ខ្ញុំថ្ងៃនេះមានតែប៉ុណ្្នឹងទេបាយបាយ